បាទឥឡូវខ្ញុំបង្ហាញពីប្រភេទលុយដែលវាអត់ដើរកន្លែងជួងនេះជួងនឹងលេខអត់ដើរហ្នឹងហើយលុយដែលមានបញ្ហា NBC គាត់អត់យកទេលុយហ្នឹងណាហើយនឹងនេះគឺជាលុយពិតនេះលុយពិតលុយពិតយើងជួងហើយនឹងលេខហ្នឹងគឺប្រែពណ៌ប៉ុន្តែលុយមួយស្លឹកនេះអត់ទេជួងហើយលេខគឺអត់ប្រែពណ៌ទេអញ្ចឹងណាអញ្ចឹងខ្ញុំមកតេស្តជាមួយនឹងម៉ាស៊ីននេះរីបាវដោយយើងកំបាញ់លុយពិតហើយនឹងលុយដែលមានបញ្ហាណាដែលខាង NBC គាត់ថាលុយហ្នឹងគឺលុយខ្លាំងខ្លាយអញ្ចឹងណាអញ្ចឹងខ្ញុំមកធ្វើការតេស្តបង្ហាញជាមួយនឹង model នេះរីបាវតើវាមានសមត្ថភាពចាប់ប្រភេទហ្នឹងបានអត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះខ្ញុំបញ្ជាក់លុយពិតយើងគឺកន្លែងហ្នឹងគឺប្រែពណ៌នេះកន្លែងជួងហើយនឹងលេខហ្នឹងគឺប្រែពណ៌ប៉ុន្តែលុយមួយស្លឹកដែលមានបញ្ហាហ្នឹងគឺអត់ប្រែពណ៌អញ្ចឹងធ្វើការចាក់ដោយយើងច្បល់ជាមួយនឹងលុយពិតហ្នឹងហើយយើងធ្វើការតេស្តអូខេអញ្ចឹងលុយពិតវានឹងធ្លាក់មកខាងក្រោមដោយឡែកលុយមួយស្លឹកនេះគឺវានឹងរីជីកហើយអញ្ចឹងណាវាចាប់បានវាចាប់ឲ្យហើយអញ្ចឹងគឺចំពោះរីបាវគឺ 100% ទៅប្រភេទលុយបែបហ្នឹងណាហ្នឹងអញ្ចឹងខ្ញុំធ្វើការកំបាញ់ម្ដងទៀតខ្ញុំចាក់ម្ដងទៀតឲ្យថាយើងចាក់តែម្ដងយើងចាក់ច្រើនដងឲ្យវាជាក់ថាវាប្រកាសថា detect បានអត់អញ្ចឹងណាអូខេអញ្ចឹងយើងចាក់ប្រហែលដងក៏នៅតែវាអត់យកដែរវា reject ហើយអញ្ចឹងណាហូរស្លឹកហ្នឹងគឺវាអត់ប្រកដីហ្នឹងហើយវាចាប់ទៅលើជួងហើយនឹងលេខនេះហ្នឹងហើយជួងនឹងលេខហ្នឹងហើយវាអត់ដំណើរការអញ្ចឹងខាង NBC ក៏គាត់អត់យកទេអញ្ចឹងធ្វើការចាក់ម្ដងទៀតអញ្ចឹងគឺលុយសុទ្ធលុយពិតគឺវានឹងធ្លាក់ហ្នឹងហើយធ្លាក់មកខាងក្រោមតែចំពោះលុយមួយស្លឹកនេះលុយដែលមានបញ្ហាហ្នឹងយើងព្យាយាមចាក់បែបនេះយើងព្យាយាមចាក់ប៉ុន្មានដងក៏នៅតែវាអត់យកដែរអញ្ចឹងណាចំពោះmodel រីបាវហ្នឹងហើយ DCS 165នេះគឺវា complete 100% តែម្ដងជាមួយប្រភេទលុយបែបហ្នឹងអញ្ចឹងអស់បារម្ភជាមួយនឹងបញ្ហាលុយដែលងាប់ជួងហើយងាប់លេខនេះអញ្ចឹងអាចទុកចិត្តបាន 100% បើករណីវាមានបញ្ហាបែបហ្នឹងគឺខាងក្រុមហ៊ុនទទួលក៏ត្រូវជាសំណងដោះដូរ 100% ជូនអតិថិជនវិញហ្នឹងហើយអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ